ក្នុងមួយថ្ងៃមាន24ម៉ោងដូចគ្នាមនុស្សម្នាក់ស្មើគ្នាមកប៉ុន្តែគ្រាន់តែការប្រើប្រាស់ផ្សេងគ្នាអ្នកខ្លះប្រើប្រាស់រឿងអត់ប្រយោជន៍ច្រើនអត់ប្រយោជន៍ច្រើនមិនរឿងច្រើនណាបងប្អូនគិតតិចបងប្អូនដឹងហើយតើមួយថ្ងៃបងប្អូនប្រើទៅលើអីខ្លះក្នុងរយៈពេល24ហ្នឹងម៉ោងហ្នឹងញ៉ាំគេងនិងធ្វើការឬក៏ធ្វើអ្វីមួយតើក្នុងចាយពេលរយៈពេល24ម៉ោងហ្នឹងបងប្អូនចាយពេលធ្វើអីខ្លះបងប្អូនតែបងប្អូនចាយក្នុងការធ្វើតែរឿងអត់ប្រយោជន៍កាន់តែច្រើនជីវិតរបស់បងប្អូនកាន់តែដណ្ដើមកាន់តែវេទនាចាស់ទៅអស់កម្លាំងពេលណាវេទនាពេលហ្នឹងផ្ទុយទៅវិញបើបងប្អូនប្រើពេលវេលា24ម៉ោងនេះរឿងមានប្រយោជន៍ច្រើនរឿងកសាងសមត្ថភាពឲ្យខ្លាំងក្លាជារឿងចាំបាច់ច្រើននៅបងប្អូននឹងរីកចម្រើនទាំងសុខភាពផ្លូវកាយផ្លូវចិត្តនិងសុខភាពផ្លូវហិរញ្ញវត្ថុកសាងសមត្ថភាពចែកចេញជាពីរទី1 soft skill ទី2 hard skill soft skill ពាក់ព័ន្ធអត្តចរិតភាពជាអ្នកដឹកនាំនឹងឯង hard skill ពាក់ព័ន្ធជាមួយជំនាញដែលរលុយនឹងឯងជំនាញដែលឧទាហរណ៍ MEP ជំនាញ MEP ដល់កម្ពុជាជំនាញសំណងដល់កម្ពុជាជំនាញ IT ជំនាញ account ជំនាញច្រើនណាស់ជំនាញលក់ជំនាញអីចឹងទៅ marketing ធ្វើមកដល់កម្រិតកម្ពុជាចឹងទៅអញ្ចឹង hard skill បូក soft skill គេហៅថាសមត្ថភាពតតែសមត្ថភាពខ្លាំងក្លាសមត្ថភាពខ្ពស់បងប្អូននឹងមានចំណូលខ្ពស់រស់នៅប្រកបដោយសេចក្តីសុខទៀតហេតុអីបានសេចក្តីសុខព្រោះសមត្ថភាពវាពាក់ព័ន្ធជាមួយ hard skill វានឹង soft skill ហ្នឹងហើយភាពជាអ្នកដឹកនាំជីវិតខ្លួនឯងមានសេចក្តីសុខព្រោះមិនម្នាក់ពីចន្លោះពីកើតទៅស្លាប់ហ្នឹងអ្វីដែលសំខាន់ជាងគេគឺសេចក្តីសុខសូម្បីតែបងប្អូនកើតទៅដល់ស្លាប់ហើយអត់ដឹងថាអ្វីដែលរឿងសំខាន់ជាងគេហងបងប្អូនរើរបស់ហ្នឹងបានអត់បងប្អូនមិនដឹងថាលុយមានសារៈសំខាន់ផងបងប្អូនរើលុយបានអត់បងប្អូនថាដើម្បីរើលុយបងប្អូនអត់ដឹងថាធ្វើម៉េចបានលុយផងបងប្អូនលុយឃើញអត់ដើម្បីលុយឃើញគឺរើសមត្ថភាពឲ្យឃើញកសាងសមត្ថភាពឲ្យខ្លាំងក្លាអូខេ